យើងមកស្វែងយល់ទាំងអស់គ្នានៅប្រវត្តិសាស្ត្រនៃរឿងរ៉ាវដ៏អាថ៌កំបាំងសូមសម័យគិតអំពីទឹកដីមួយដែលហុំព័ទ្ធដោយជួរភ្នំខ្ពស់ៗវាលខ្សាច់ដ៏ក្តៅហួតហែងនិងផ្លូវពាណិជ្ជកម្មបុរាណដែលមិនត្រឹមតែជាកន្លែងចរាចរណ៍ទំនិញប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាផ្លូវនៃអត្តសញ្ញាណអំណាចនិងកេរដំណែលផងដែរទឹកដីនោះគឺខ្ពង់រាបអ៊ីរ៉ង់ដែលជាតំបន់យុទ្ធសាស្ត្រនិងជាកំណើតនៃអរិយធម៌អស់រាប់ពាន់ឆ្នាំមកហើយប៉ុន្តែតើវាចាប់ផ្ដើមដោយរបៀបណាហើយនរណាខ្លះជាស្ថាបត្យករពិតប្រាកដនៃអ្វីដែលយើងស្គាល់ថាជាប្រទេសអ៊ីរ៉ង់នាពេលបច្ចុប្បន្នដើម្បីយល់ពីរឿងនេះយើងត្រូវធ្វើដំណើរត្រឡប់ទៅកាន់សតវត្សទី2មុនគ្រិស្តសករាជនៅពេលដែលក្រុមមនុស្សឥណ្ឌូអ៊ីរ៉ង់ Indo-Iranian បានមកដល់ពួកគេជាជាតិពាណិជ្ជករដែលនិយាយភាសាអំបូរឥណ្ឌូអឺរ៉ុប Indo-European ដែលជាសាច់ញាតិឆ្ងាយនៃអ្នកដែលនិយាយភាសាឡាតាំង ក្រិកឬសូម្បីតែប៉ុកទុយហ្គាល់និងអេស្ប៉ាញនៅរាប់សតវត្សក្រោយមកទៀតភាសារបស់ពួកគេគ្មានអ្វីពាក់ព័ន្ធនឹងភាសាអារ៉ាប់នោះទេដែលមនុស្សជាច្រើនសប្តាហ៍ថ្ងៃយល់ច្រឡំថាមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ទេនៅក្នុងភាសា Persian បុរាណ Old Persian ពាក្យថា Mother មានន័យថាម្ដាយនិង Father មានន័យថាឪពុកដែលជាសូរសំឡេងនៅតែបន្លឺឡើងដូចជាពាក្យ Mother និង Pater ក្នុងភាសាឡាតាំងពួកវាមិនគ្រាន់តែជាសំឡេងនោះទេប៉ុន្តែជាឫសគល់នៃវប្បធម៌ដ៏ចំណាស់ជ្រាលជ្រៅនិងដាច់ដោយឡែកមួយជនជាតិមីតនិងជនជាតិភើសៀក្នុងចំណោមមនុស្សទាំងនោះមានពីរក្រុមដែលលេចធ្លោជាងគេគឺជនជាតិមីតនិងជនជាតិភើសៀជនជាតិមីតបានមកតាំងទីលំនៅនៅភាគពាយព្យនៃប្រទេសអ៊ីរ៉ង់បច្ចុប្បន្នពួកគេមានអំណាចមានការរៀបចំហើយបានក្លាយជាកម្លាំងត្រួតត្រាយ៉ាងឆាប់រហ័សចំណែកឯជនជាតិភើសៀវិញបានតាំងទីលំនៅនៅភាគខាងត្បូងក្នុងតំបន់មួយមានឈ្មោះតាហ្វាដែលជាប្រភពនៃឈ្មោះភើសៀវាជាដីមានជីជាតិនិងមានទីតាំងយុទ្ធសាស្ត្រប៉ុន្តែមិនសូវមានអំណាចខ្លាំងក្លានៅពេលដំបូងឡើយមាននរណាម្នាក់អាចនឹកស្មានដល់ថាមនុស្សក្រុមនេះនឹងក្លាយជាអ្នកផ្លាស់ប្ដូរដំណើរប្រវត្តិសាស្ត្រជារៀងរហូតនោះទេនៅសម័យនោះភើសៀគ្រាន់តែជាឈ្មោះហៅតាមភូមិសាស្ត្រដ៏តូចមួយប៉ុណ្ណោះវាមិនតំណាងឲ្យតំបន់ទាំងមូលឬអរិយធម៌ទាំងមូលនោះទេមជ្ឈមណ្ឌលអំណាចពិតប្រាកដគឺជនជាតិមីតពួកគេបានបង្កើតអាណាចក្រធំដំបូងគេនៅក្នុងផ្នែកនៃពិភពលោកនោះយូរមុនពេលឈ្មោះភើសៀត្រូវបានគេនិយាយនៅក្នុងរាជវាំងបរទេសឬសរសេរក្នុងសៀវភៅប្រវត្តិសាស្ត្រប៉ុន្តែអ្វីៗហៀបនឹងផ្លាស់ប្ដូរនៅចំកណ្ដាលភ្នំនិងវាលទំនាបទាំងនោះបុរសម្នាក់នឹងចាប់កំណើតឡើងដែលមហិច្ឆតារបស់លោកនឹងបំបែករចនាសម្ព័ន្ធនៃអតីតកាលជាមេដឹកនាំដែលមើលឃើញលើសពីកលសម្ព័ន្ធដែលបែកបាក់និងយល់សប្តិឃើញការរួបរวมដែលមិនធ្លាប់មានពីមុនមកឈ្មោះរបស់លោកគឺ Kuros ឬដែលពិភពលោកស្គាល់ថា Cyrus ដ៏អស្ចារ្យ Cyrus the Great Cyrus ដ៏អស្ចារ្យនិងអាណាចក្រដំបូងបង្អស់យុគសម័យនៃអាណាចក្រដំបូងបានចាប់ផ្ដើមជាមួយលោកពួកគេហ៊ានដណ្ដើមយកមិនត្រឹមតែទឹកដីប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានដណ្ដើមយកបេះដូងមនុស្សទៀតផងមុនពេល Alexander Napoleon ឬ Genghis Khan យល់សប្តិឃើញការដណ្ដើមយកពិភពលោកមានបរិសម្នាក់បានធ្វើវាមុនគេនិងធ្វើវាតាមរបៀបខុសប្លែកពីគេខណៈដែលអាណាចក្រនៃតំបន់មជ្ឈិមបូព៌ាបុរាណបានបង្ខំការគ្រប់គ្រងដោយកណ្ដាប់ដែកការបំផ្លិចបំផ្លាញនិងការបណ្ដេញចេញ Cyrus ដ៏អស្ចារ្យបានកសាងអាណាចក្រមួយលើគំនិតថ្មីស្រឡាងការគ្រប់គ្រងតាមរយៈការគោរពបន្ទាប់ពីយកឈ្នះជនជាតិមីត Cyrus បានធ្វើលើសពីការបង្រួបបង្រួមប្រជាជនលោកបានបង្កើតអាណាចក្រ Achaemenid Empire ដែលជាម៉ាស៊ីននយោបាយដែលបណ្ដោះនូវភាពស្មោះត្រង់ជំនួសឲ្យការសាបព្រោះក្របពូជពីការភ័យខ្លាចជំនួសឲ្យការបង្ខំឲ្យប្រើភាសាឬសាសនាតែមួយលោកបានការពារប្រាសាទរបស់អ្នកដែលចាញ់សង្គ្រាមគោរពព្រះរបស់ពួកគេនិងអនុញ្ញាតឲ្យវប្បធម៌របស់ពួកគេរីកចម្រើនឧទាហរណ៍សម្រាប់ជនជាតិយវីបដែលត្រូវបាននិរទេសទៅបាប៊ីឡូនលោកមិនមែនជាអ្នកឈ្លានពានទេប៉ុន្តែជាអ្នករំដោះចំពោះជនជាតិបាប៊ីឡូនលោកមិនមែនជាសត្រូវទេ
ប៉ុន្តែជាអ្នកស្ដារឡើងវិញដែលជ្រើសរើសដោយព្រះ Marduk Cyrus មិនបានប្រកាសខ្លួនឯងថាជាទូតនៃព្រះនៃជនជាតិ Persia ឡើយលោកបានក្លាយជាអ្នកដែលត្រូវបានជ្រើសរើសដោយព្រះក្នុងតំបន់យ៉ាងឆ្លាតវៃហើយវាទទួលបានជោគជ័យយ៉ាងខ្លាំងក្រោមការដឹកនាំរបស់ Cyrus និងអ្នកបន្តវេនពីលោកជាពិសេសគឺ Darius ទី1 Darius the First អាណាចក្រ Persia បានពង្រីកខ្លួនចាប់ពីច្រាំងទន្លេ Indus River រហូតដល់ច្រាំងទន្លេ Aegean ចាប់ពីប្រទេសអេស៊ីបរហូតដល់អាស៊ីកណ្ដាលក្នុងរយៈពេលមិនដល់មួយសតវត្សរ៍ពួកគេបានលេបត្របាក់អាណាចក្រធំៗនៃពិភពលោកបុរាណហើយប្រែក្លាយជាខេត្តរបស់ខ្លួនអេស៊ីបនិងបាប៊ីឡូនដែលធ្លាប់តែល្បីល្បាញក្នុងប្រវត្តិសាស្ត្រឥឡូវនេះត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ទីក្រុង Persepolis អាណាចក្រនេះបានបង្កើតបណ្ដាញផ្លូវថ្នល់ដ៏ធំល្វឹងល្វើយតភ្ជាប់ទឹកដីរាប់ពាន់ម៉ៃប្រព័ន្ធបញ្ជូនសារដែលលឿនដូចផ្លេកបន្ទោនិងប្រព័ន្ធរដ្ឋបាលដែលធ្វើលើសពីការគ្រប់គ្រងគឺការរៀបចំកត់ត្រានិងការចរចាវាគឺជាស្នាដៃឯកនៃផ្នែកការទូតយុទ្ធសាស្ត្រនិងភាពជាក់ស្ដែងនិយមការប៉ះទង្គិច Alexander the Archer Alexander the Great ទោះជាយ៉ាងណាក៏ដោយតុល្យភាពរវាងការគោរពវប្បធម៌និងអំណាចមជ្ឈការមានភាពពុយស្រួយណាស់វាត្រូវការតែការរុញច្រានបន្តិចឬដើរមួយប៉ុណ្ណោះដើម្បីបំបែកវាការរុញច្រាននោះបានមកពីទិសខាងលិចដឹកនាំដោយយុវជនម្នាក់ដែលមានបាយតាខ្ពស់ឈ្មោះថា Alexander អ្វីដែលហ៊ាននឹងកើតឡើងមិនមែនគ្រាន់តែជាសង្គ្រាមប៉ុណ្ណោះទេប៉ុន្តែគឺជាការប៉ះទង្គិចគ្នារវាងពិភពលោកពីរនៅឆ្នាំ334មុនគ្រិស្តសករាជកងទ័ពតូចមួយប៉ុន្តែមានវិន័យខ្ពស់បានឆ្លងកាត់ច្រកសមុទ្រ Hellespont សម្ដៅទៅទិសខាងកើតដឹកនាំដោយស្ដេច Macedonia វ័យក្មេងដែលមានអាយុមិនទាន់ដល់30ឆ្នាំផងឈ្មោះរបស់លោកគឺ Alexander ប៉ុន្តែពិភពលោកនឹងស្គាល់លោកថា Alexander the Archer Alexander the Great គោលដៅរបស់លោកមិនមែនគ្រាន់តែដណ្ដើមទឹកដីប៉ុណ្ណោះទេប៉ុន្តែគឺដើម្បីសងសឹកឲ្យក្រិចបង្អាប់ Persia និងដើម្បីក្លាយជាវីរៈបុរសក្នុងរឿងព្រេងឲ្យលោកពិតជាធ្វើបាននៅក្នុងសមរភូមិសម្រាប់ជាបន្តបន្ទាប់កងទ័ព Persia ត្រូវបានកំទេចអាណាចក្រ Achaemenid ដែលបានគ្រប់គ្រងពិភពលោកពាក់កណ្ដាលអស់ជាច្រើនជំនាន់បានដួលរលំក្រោមការវាយលុករបស់យុវជនដែលមានមហិច្ឆតាដូចព្រះដូចនេះប៉ុន្តែផ្នែកដែលគួរឲ្យភ្ញាក់ផ្អើលបំផុតមិនមែនជាជ័យជំនះរបស់លោកទេប៉ុន្តែជាអ្វីដែលលោកបានធ្វើបន្ទាប់ពីនោះ Alexander មិនបានបំផ្លាញ Persia ទេលោកមិនបានលុបវាចេញពីផែនដីឡើយលោកបានកោតសរសើរសិក្សាពីវាហើយបានក្លាយជាផ្នែកមួយនៃវាលោកបានរៀបការជាមួយបុត្រី Persia ស្លៀកពាក់បែបបូព៌ាចូលរួមក្នុងពិធីសាសនា Zoroastrian និងបានហៅខ្លួនឯងថាជាអ្នកបន្តវេនស្របច្បាប់នៃស្ដេច Achaemenid លោកបានរក្សាប្រព័ន្ធរដ្ឋបាល Persia និងគ្រប់គ្រងពីរាជវាំង Persia សម្រាប់ជនជាតិក្រិកជាច្រើននេះជារឿងដែលមិនអាចអត់ឱនឲ្យបានទេនៅក្នុងជួរកងទ័ពរបស់លោកការធ្វើខ្លួនឲ្យក្លាយជា Persia នេះបានបង្កឲ្យមានចលាចលមេទ័ពនិងទាហានដែលធំដឹងក្តីក្នុងមនោគមវិជ្ជាក្រិកបានចាត់ទុកទង្វើរបស់លោកថាជាការខ្វល់តើពួកគេមិនមែនមកដើម្បីបំផ្លាញ Persia ដើម្បីរំដោះក្រិកពីនឹមត្រួតត្រារបស់ពពាទេឬឥឡូវនេះមេដឹកនាំរបស់ពួកគេហាក់ដូចជាធ្លាក់ក្នុងមន្តស្នេហ៍នៃភាពស៊ីវិល័យភាពរុងរឿងនិងជំនឿរបស់ Persia ទៅវិញសេចក្តីស្លាប់ព្រាមៗរបស់លោកក្នុងឆ្នាំ323មុនគ្រិស្តសករាជក្នុងវ័យ32ឆ្នាំបានធ្វើឲ្យសុបិននោះមិនទាន់បានសម្រេចភាពធន់នៃ Persia ប៉ុន្តែ Persia ក្នុងនាមជាគំនិតមួយមិនបានបាត់បង់ទៅណាទេវានៅតែមានជីវិតទោះបីជាស្ដេចផ្លាស់ប្ដូរប៉ុន្តែបេះដូងវប្បធម៌នៃទឹកដីនេះនៅតែបន្តលោតយ៉ាងខ្លាំងក្លាមិនយូរប៉ុន្មានរាជវង្សថ្មីបានកើតឡើងគឺរាជវង្ស Sassanid ដែលបានស្ដារប្រពៃណីបុរាណជាច្រើនឡើងវិញក្រោមការគ្រប់គ្រងរបស់ពួកគេសាសនា Zoroastrian ដែលជាសាសនា Persia បុរាណត្រូវបានបញ្ជាក់ជាថ្មីថាជាសាសនារបស់រដ្ឋប្រាសាទនានាត្រូវបានសាងសង់ឡើងវិញវប្បធម៌រីកចម្រើនហើយ Persia បានក្លាយជាអាណាចក្រដែលគួរឲ្យខ្លាចម្ដងទៀតសាសនាអ៊ីស្លាមនិងការផ្លាស់ប្ដូររបស់រាជវង្ស Safavid
ប៉ុន្តែគ្មានអំណាចណានៅអមតៈឡើយនៅសតវត្សទី7កម្លាំងថ្មីមួយបានលេចចេញពីឧបទ្វីបអារ៉ាប់គឺសាសនាអ៊ីស្លាមវាមិនមែនមកក្នុងនាមជាភ្ញៀវទេប៉ុន្តែមកក្នុងនាមជាអ្នកជ័យជំនះក្នុងរយៈពេលតែប៉ុន្មានទសវត្សរ៍កងទ័ពអារ៉ាប់បានយកឈ្នះរាជវង្សសាសានីតនិងគ្រប់គ្រងអាណាចក្រប្រេសៀសាសនាថ្មីភាសាថ្មីនិងរបៀបរៀបចំនយោបាយថ្មីបានមកដល់ប៉ុន្តែប្រលឹងភើសៀមិនបានរលាយបាត់ឡើយវានៅតែបន្តរស់រានតាមរយៈកំណើនវិទ្យាសាស្ត្រនិងសិល្បៈក្នុងសតវត្សក្រោយៗមកទឹកដីនេះបានឆ្លងកាត់ការត្រួតត្រារបស់ពួកទួរគីម៉ុងហ្គោលនិងរាជវង្សក្នុងស្រុកផ្សេងៗទៀតប៉ុន្តែអត្តសញ្ញាណភើសៀកាន់តែរឹងមាំឡើងក្រោមរាជវង្សថ្មីមួយដែលបានបង្រួបបង្រួមទឹកដីនិងបន្សល់ទុកនៅស្លាកស្នាមសាសនាដែលមិនអាចលុបបានគឺរាជវង្សសាហ្វាវីតពួកគេបានសម្រេចចិត្តកំណត់យកសាសនាអ៊ីស្លាមនិកាយ ស៊ីអា ជាសាសនាផ្លូវការដែលធ្វើឲ្យអ៊ីរ៉ង់ខុសប្លែកពីពិភពអ៊ីស្លាមដទៃទៀតរហូតមកដល់សព្វថ្ងៃនេះ